ហេតុអីបានជីក្អួតខ្លាំងជាងការពោពុះវិញទៅទៀតបងមិនមានប្រជុំពេលព្រឹកទេបងជឿបែបនេះមិននឹងមានអារម្មណ៍ទៅប្រជុំបានជួយក្រៀមទៅទីនោះទៅនៅផ្ទះមានម៉ាក់និងមីងឯរឿងក្រុមហ៊ុនជារឿងការងារតែងតែធ្វើបែបនេះមិនត្រូវតាមក្បួនទេបងទៅចុះកុំបារម្ភពីអូនអីតែបើសិនជាអូនមិនស្រួលខ្លួនអូននឹងតាក់ទងបងអីចឹងបើមានរឿងអីត្រូវប្រាប់បងឲ្យដឹងណាលោកសិនលោកហៅខ្ញុំមែនទេអង្គុយទៅបងស្រីសុនប្រពន្ធខ្ញុំមួយរយៈនេះក្អួតខ្លាំងណាស់ក្នុងពោះអត់មានអីហើយនៅតែក្អួតដេកចង់សុំបងស្រីជួយណែនាំបន្តិចកាលខ្ញុំពោះកូនច្បងក៏បែបនេះដែរក្អួតខ្លាំងណាស់អីចឹងតើបងស្រីបន្ធូរបន្ថយឲ្យម្ដាយក្មេកខ្ញុំបានយកខ្ញីហាន់ចំណិតមកឲ្យខ្ញុំហើយយកទឹកឃ្មុំប្រឡាក់រយៈពេល3ថ្ងៃពេលព្រឹកពោះទេដាក់មួយចំណិតត្រាំក្នុងមាត់កុំលេបរសជាតិវាក្រហាយបន្តិចតែប្រសិទ្ធភាពពិតជាល្អខ្ញីហាន់ចំណិតនិងទឹកឃ្មុំហើយញ៉ាំតិចតែញ៉ាំច្រើនដងកុំទុកពោះទេអាចត្រៀមទឹកសូដានិងនំស្រួយល្អតែរយៈពេល3ថ្ងៃដែលត្រូវរងចាំនេះតើយើងគួរធ្វើម៉េចអាចយកខ្ញីចំណិតមកដាក់ត្រង់កដៃក៏បានដែរអរគុណរឿងតូចតែតើខាឡោចឹងខ្ញុំទៅរវល់បន្តិចហើយណាម៉ាក់អត់បានជូនកូនតើកូនខឹងម៉ាក់ទេកូនដឹងថាម៉ាក់មិនស្រួលខ្លួនទើបកូនអត់ខឹងទេបងធ្វើអីហ្នឹងនេះជាវិធីដែលប្រធានសុនបានប្រាប់ហើយនៅមានខ្ញីត្រាំទឹកឃ្មុំទៀតតែត្រូវប្រឡាក់រយៈពេល3ថ្ងៃតតែរវល់បន្តិចទៀតហើយអរគុណបងខ្ញុំគួរតែបងសម្រាប់សិនទៅខ្ញុំយកខ្ញីទៅប្រឡាក់សិនបាន